Ok,សួស្តីបងប្អូនអរគ្នាជាពិសេសបងប្អូនដែលកំពុងតែរៀនទាក់ទងជាមួយនឹងការ drawing នៅក្នុង Fusion Berry Hawk នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៅក្នុងការគូររូបថ្មីមួយទៀតឬក៏គូ part model ថ្មីមួយទៀតនៅក្នុង exercise របស់ Fusion គឺ exercise ទី50អញ្ចឹងរូបរាងវាបែបនេះអ្នកគ្នារូបរាងបែបនេះហើយខ្ញុំនឹងគូបង្ហាញពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីឲ្យចេញជារូបរាងបែបនេះអូខេជាងកុំឲ្យខាត់ពេកយើងចូលទៅក្នុងកម្មវិធីរបស់យើងខ្ញុំនឹងបង្ហាញអំពីបន្ទាប់ពីយើងបង្កើត project ថ្មីហើយយើងបង្ហាញអំពីការមើលអំពី technical drawing អូខេជាងខ្ញុំចូលទៅ new projects ខ្ញុំដាក់ part design create អូខេខ្ញុំ save វាខ្ញុំដាក់ថា exercise 50EH50 អូខេ50ចឹងយើងអាចចូលទៅមើលផាតរបស់យើងរូបរាងរបស់វាគឺបែបនេះអ្នកនាងរូបរាងនៅក្នុង exercise ទី50នេះអ្នកនាងអាចចូលមើលបន្ថែមបាននៅក្នុង file មួយហ្នឹងចឹងយើងមើលរូបរាងវាប្រឆិតបែបនេះហើយមើលពីចំហៀងគឺកោងចុះមកក្រោមចេះបាទចុះមកក្រោមហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមមើលពីលើខ្ញុំយកប្លង់ top មើលពីលើគឺឃើញបែបនេះគេមើលពីលើគឺឃើញបែបនេះអញ្ចឹងក្នុងហ្នឹងខ្ញុំនឹងបង្កើតនៅ sketch របស់យើងខ្ញុំយកប្លង់ top ដែរនេះយើងចុចនៅលើ top នេះមកកន្លែង name view យើងចុចប្លង់ top បន្តមកទៀតយើងដៅយើងបង្កើត sketch ចុចលើ sketch មួយបាទអញ្ចឹងយើងមើលទៅលើអំពីរូបរបស់យើងតើនៅក្នុងចំណោមរូបនឹងផ្នែកណាមួយដែលយើងគិតថាយើងយកវាគឺជា goal ចំណុចកណ្ដាលមានថាយើងត្រូវជ្រើសរើស part មួយកន្លែង view main view មួយដើម្បីជាចំណុច goal ដើម្បីអាចឲ្យយើងធ្វើការគូភ្ជាប់ទៅកាន់ផ្នែកផ្សេងៗនៃរូបនឹងបានល្អយើងចេះជ្រើសរើសយើងអាចរើសកន្លែងនេះ goal ក៏បានខាងកណ្ដាលនេះ goal ក៏បានឬក៏កន្លែងចុងនេះ goal ក៏បានដែរតែយើងត្រូវរើសកន្លែងណាដែលចំណេញទៅលើការគូរបស់យើងមិនចាំបាច់គណនាច្រើនអញ្ចឹងក្នុងរូបនេះគឺខ្ញុំនឹងយកចំណុចផ្ចិតរង្វង់កន្លែងនេះគឺជា goal អូខេចំណុចផ្ចិតរង្វង់នេះគឺជា goal អញ្ចឹងយើងមើលរូបរបស់យើងមើលរូបអញ្ចឹងរូបរបស់យើងគឺប៉ុណ្្នឹងហើយ final វាចេញបែបនេះរូបរាងបែបនេះហើយយើងមើលជា drawing របស់វាអញ្ចឹងក្នុងនេះគឺយើងមើលអំពីទំហំផ្នែកខាងក្រោមវាសិនមានថាផ្ទៃធំរបស់វាគឺផ្ទៃខាងក្រោមនេះបាទអញ្ចឹងយ៉ាងនេះគឺយើងមើលពីលើគឺគេប្រាប់ថា detail នៅខាងក្នុងរង្វង់ឬក៏អ្វីដែលជាចំណុចដែលយើងអាចមើលឃើញពីលើឯប៉ុន្តែតើតើជាមួយនឹងប្រវែងបដោយនៅទៅរបស់វាគឺយើងមើលអត់ឃើញទេបាទអញ្ចឹងយើងអាចមើលផ្ទៃចំហៀងមើលពីចំហៀងបានចំហៀងរូបហ្នឹងយើងផ្អៀងវាមកគឺយើងមើលខាងក្រោមនេះអញ្ចឹងកម្ពស់យើងមើលកម្ពស់ពីបាតដីទៅពីបាតទៅដល់លើបំផុតរបស់វាគឺកម្រាស់តង់ទី1គឺ10តង់ទី2 20អញ្ចឹងមានន័យថាពីផ្ទៃបាតរបស់វានេះរហូតដល់ចុងកែមពណ៌ស្វាយនេះពណ៌ប្រាក់និងពណ៌ប្រផេះនិងពណ៌ស្វាយនេះគឺមានកម្ពស់10បូក20គឺ30អញ្ចឹងមានថាកម្ពស់របស់វាគឺ30ហើយប្រវែងបដោយរបស់វាគឺ95នេះឃើញទេប្រវែងបដោយ95ទទឹងនៅខាងនេះខាងស្ដាំអានេះគឺយើងបវលវាមកវិញមកយើងឃើញទទឹងវានេះគឺឃើញបដោយជាហៀងខាងស្ដាំវាហ្នឹងគឺបដោយវានេះទទឹងវាគឺ50អញ្ចឹងមានថារូបទ្រង់ទ្រាយធំរបស់វាហ្នឹងគឺទី1ទទឹងរបស់វា50បដោយរបស់វាគឺ95ហើយនឹងកម្ពស់របស់វាគឺ30អញ្ចឹងយើងបានអានឹងមួយអូខេអញ្ចឹងខ្ញុំនឹងគូសបដោយនេះ95បដោយ95ទទឹងវា50ហើយនឹងកម្ពស់របស់វាគឺ30អូខេអញ្ចឹងយើងចូលអញ្ចឹងខ្ញុំគូសចេញពីរង្វង់យើងមើលមួយទៀតអញ្ចឹងពីចេញពីរង្វង់នេះគឺជាចំណុចកណ្ដាលនៃរូបរបស់យើងទាំងមូលហើយជាចំណុចកណ្ដាលអញ្ចឹងយើងឃើញមើលចំណុចកណ្ដាលអូសមកក្រោមនេះអញ្ចឹងមានន័យថាចេញពីចំណុចផ្ចិតរបស់រង្វង់ទៅចំហៀងគឺនេះ70គេនេះ70ហើយ
ចេញមកនេះប្រហែលដើម្បីស្មើ95គឺ25ចេញមកនេះគឺ25អានេះគឺខ្ញុំបញ្ជាក់ឲ្យដឹងមួយទៀតអញ្ចឹងនៅក្នុងនេះខ្ញុំនឹងជ្រើសរើសចំណុចកណ្ដាលនេះដើម្បីគូររូបវាអូខេដើម្បីគូររូបចឹងក្នុងនេះខ្ញុំចាប់ផ្ដើមគូសរង្វង់ខ្ញុំចាប់ផ្ដើមគូសរង្វង់ចេញទៅសិនក៏បានយើងអាចគូសចំណុចណាមួយដែលយើងគិតថាចំណេញដល់យើងអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមគូស25អញ្ចឹងឧទាហរណ៍កន្លែងនេះខ្ញុំនឹងគូសផ្ចិតរបស់វាសិនខ្ញុំគូសរង្វង់ក្នុងនេះយើងអាចគូសរង្វង់មួយសិននេះរង្វង់របស់វារង្វង់ខាងក្នុងបំផុតដបងបំផុតបាន20អូខេចឹងយើងយករង្វង់មកអូខេ20យើងវាយ20មកអូខេបាទរង្វង់20តមកទៀតយើងផ្ចិតរបស់រង្វង់នេះចេញមកចំហៀងនេះមែនចេញមកចំហៀងមែននេះ70ចឹងកម្ពស់វាចម្ងាយចេញពីផ្ចិតរង្វង់70មកនេះគឺ25ដើម្បីគ្រប់95ណាគ្នាបាទចឹងចំណុចកណ្ដាលវាគឺកន្លែងនេះបាទខ្ញុំយកកន្លែងនេះគឺជាចំណុចកណ្ដាលរបស់រង្វង់ហ្នឹងឯងចឹងក្នុងនេះយើងអាចគូសឧទាហរណ៍ខ្ញុំគូសអានេះចេញមកគឺ70អូខេ7នេះចានេះគឺជាចុងនៃគឺជាចុងហ្គេមនៃរូបរបស់យើងឯងចុងហ្គេមនៃរូបរបស់យើងនេះរូបទាំងមូលនេះអូខេអញ្ចឹងមានថាចេញពីចំណុចកណ្ដាលនេះមកដល់នេះគឺ70ហើយទំហំទទឹងរបស់វាប្រហែល50អញ្ចឹងមានថាចេញពីកណ្ដាលមក25គឺជាហ្គេមនៃរូបភាពហ្នឹងឯងហ្គេមនៃរូបភាពហ្នឹងតោះនេះហ្គេមនៃរូបនៃផ្ទៃបាតរបស់វាហ្នឹងអញ្ចឹងខ្ញុំអាចគូសពីជ្រុងណាក៏បានដែរឲ្យតែយើងពេញចិត្តឧទាហរណ៍ថាលើខ្ញុំយកនេះសិនទទឹង50អញ្ចឹងខ្ញុំគូសចេញពីអានឹងមក25អូខេ25នេះ25ណាបាទនេះអញ្ចឹងមានថាយើងបានហ្គេមនៃរូបរបស់យើងអញ្ចឹងយើងត្រូវដឹងថាចេញពីហ្គេមនេះកម្ពស់របស់វាដែលជាទទឹង50បណ្ដោយវាគឺ95យើងមើលនេះបណ្ដោយ95ហើយនឹងទទឹង50អូខេខ្ញុំមិនទាន់និយាយពីកម្ពស់ហើយអញ្ចឹងខ្ញុំអាចគូសចតុកោណកែងមួយដែលចេញពីហ្គេមយើងអាចអូសចេញពីហ្គេមនេះអូខេចេញពីហ្គេមនេះអញ្ចឹងមានថាយើងត្រូវវាយកម្ពស់មុនកម្ពស់គឺ50ហើយបណ្ដោយរបស់វាគឺ95អូខេអញ្ចឹងយើងបានរូបរាងត្រូវហើយយើងគូដោយសារតែយើងចាប់ផ្ចិតរបស់រង្វង់កន្លែងនេះអញ្ចឹងយើងអត់ដឹងថាយើងត្រូវគូសរូបចតុកោណនឹងចេញពីហ្គេមរបស់វានៅជ្រុងណាមួយអញ្ចឹងមានថាយើងត្រូវវាស់ចេញពីអានេះយើងអាចវាស់ចេញពីកន្លែងខាងឆ្វេងនេះមក25ក៏បានដែរដោយសារពីតាមនេះ70អញ្ចឹងវាបណ្ដោយវា95អញ្ចឹងមានថាចេញពីផ្ចិតរង្វង់មកឆ្វេង25ពីឆ្វេងមក25គេនេះហើយកម្ពស់ឡើងទៅលើហ្មង25ដែរមកគឺយើងអាចចាប់ជ្រុងនេះបានចាប់ជ្រុងនេះមកយើងអាចគូសអូសចេញមកបានហើយអញ្ចឹងមានថារូបចតុកោណកែងនេះគឺយើងអាចគូសចេញពីចំណុចកណ្ដាលក៏បានចេញពីហ្គេមរបស់វាក៏បានដែរអញ្ចឹងគឺរូបរបស់យើងត្រឹមត្រូវហើយរង្វង់នៅកណ្ដាលនេះបាទអានេះគឺជាបច្ចេកទេសរៀងខ្លួននៅពេលដែលអ្នកគ្នាមើលយល់អំពីរបៀបគូសយើងអាចគូសចតុកោណនេះចេញពីហ្គេមខាងលើនេះអូសមកក្រោមក៏បានគូសចេញពីចំណុចកណ្ដាលនៃរបស់វានេះក៏បានដែរអូខេចំណុចកណ្ដាលនេះក៏បានដែរឬក៏យើងមានថាបើសិនជាយើងដឹងថាឥឡូវចេញពីផ្ចិតរង្វង់នេះមកដល់ចុងខាងនេះគឺ70អញ្ចឹងចេញពី70យើងអាចរកចំណុចកណ្ដាលអានឹងបានហើយព្រោះដោយសារតែវា95អញ្ចឹងយើងយក95ចែកជា2មកហើយយើងដកជាមួយ70ហើយយើងដឹងថាផ្ចិតរង្វង់អូសចេញមកខាងស្ដាំនេះប្រហែលជាចំណុចកណ្ដាលរបស់ចតុកោណកែងហើយអញ្ចឹងឥឡូវយើងគូសបានហើយប៉ុណ្ណឹងតមកទៀតយើងធ្វើម៉េចទៀតយើងមើលទៅលើរូបរបស់យើងគឺធ្លុះមានថារង្វង់នេះគឺធ្លុះចុះក្រោមនេះឃើញធ្លុះប្រហោងឯងធ្លុះចុះក្រោមអញ្ចឹងខ្ញុំចាប់ផ្ដើមគូសរង្វង់ខ្ញុំចាប់ផ្ដើមគូសរង្វង់ចេញសិនខ្ញុំចាប់ផ្ដើមគូសរង្វង់សិនដើម្បីលើកឡើងមកលើអូខេអញ្ចឹងក្នុងនេះខ្ញុំគូសរង្វង់ខាងក្នុងយើងមើលនេះរូបនេះរូបរង្វង់នេះគឺ
20ក៏ចិត្តវា20យើងគូសរួចហើយបន្ទាប់មកទៀតរង្វង់ខាងក្រៅគឺធំបំផុតខាងក្រៅគឺប៉ុន្មានធំបំផុតខាងក្រៅគឺ25 R 25មានន័យថាម៉េច R 25មានន័យថាកម្មរបស់វា25អញ្ចឹងក៏ផ្ចិតរបស់វាគឺ50ហើយរង្វង់ខាងក្នុងមួយជាន់ដែលត្រូវលើកឡើងទៅលើគឺ40អញ្ចឹងអាខាងក្រៅនេះខ្ញុំអត់ទាន់គូសទេខ្ញុំគូសអា40រង្វង់ដែលត្រូវសាច់វាឡើងទៅលើនេះអា40ពណ៌រៀងលឿងកម្ៅលឿងចាស់ឡើងទៅលើជាមួយនឹងសាច់ខាងក្នុងហើយសម្រាប់ជម្រៅរបស់វាខាងក្នុងនេះខ្ញុំនឹងចាក់ពេលក្រោយអញ្ចឹងខាងក្នុងវាគឺ20អាខាងក្រៅនេះ40អញ្ចឹងគូសពីនឹងសិន20យើងគូសហើយនេះអូខេអញ្ចឹងយើងគូស40មួយទៀតគូស40មួយទៀតអូខេ40បាទអញ្ចឹងអានឹងគឺជាអ្វីដែលយើងត្រូវអូសរត់ឡើងទៅលើយើងត្រូវចាក់កម្រាស់វាឡើងទៅលើអូខេចាក់កម្រាស់ឡើងទៅលើចឹងក្នុងនេះខ្ញុំនឹងចាក់កម្រាស់ផ្ទៃរបស់ទាំងមូលនេះសិនកម្រាស់ផ្ទៃទាំងមូលនេះយើងត្រូវមើលកម្រាស់ផ្ទៃទាំងមូលនេះគឺ10នេះកម្រាស់10អូខេតមកទៀតបានចេញពីកម្រាស់ហ្នឹងឡើងទៅលើទៀត20អូខេ20ចឹងខ្ញុំចាប់ផ្ដើមចាក់កម្រាស់មុនគេគឺ10នេះមើលពីចំហៀងមកឃើញកម្រាស់វា10ចឹងគូស10ចឹងកម្រាស់របស់វាពេញមួយសាច់នេះ10ហើយអារង្វង់នេះមិនតាន់គូសក៏បានដែរអ្នកនរគ្នារង្វង់នេះគឺយើងគូសតាមក្រោយក៏បានដែរអូខេខ្ញុំដកវាចេញសិនក៏បានដែរយើងអាច delete បានឬក៏យើងទុកចឹងតែម្ដងក៏បានដែរ delete អូខេខ្ញុំ delete រង្វង់អញ្ចឹងមានថាចាក់កម្រាស់សិន10ខ្ញុំ finish sketch មួយសិនកម្រាស់10 extrude 10អូខេអញ្ចឹងរបស់យើងគឺបានកម្រាស់10ហើយមានរុនអត់ទាន់ធ្វើអីទេចាក់រុនវាសិនប៉ុណ្្នឹងសិនថប់អូខេតបមកទៀតយើងចាប់ផ្ដើមគូសរង្វង់អូសឡើងមកលើឲ្យពេញសាច់សិនមាននេះកម្រាស់នេះឲ្យពេញសាច់ទាំងរង្វង់ហើយនឹងទាំងផ្នែកពិចិត្រនេះមកនេះទាំងរង្វង់ហើយនឹងអានឹងអញ្ចឹងមានន័យថាសាច់ដែលត្រូវបំពេញគឺមានរង្វង់មួយនិងមានអាផ្នែកលោចេញមកនេះដូចតិចនេះអាផ្នែកនេះលោចេញមកគឺទំហំរបស់វាគឺប្រហែលដែរគឺ10នេះអាសាច់តឹងនេះអាសាច់ពណ៌ស្វាយនេះរៀងចាក់តកោណកែនេះគឺកម្រាស់វា10ចេញពីខាងក្រៅមក20កម្រាស់10អូខេចាំមានន័យថានៅចេញពីផ្ចិតរង្វង់នេះគឺឡើងទៅលើ5ចុះក្រោម5អូខេឡើងទៅលើ5ចុះក្រោម5អាហ្នឹងគឺបែបហ្នឹងអញ្ចឹងខ្ញុំចាប់ផ្ដើមគូបន្ទប់ពីលើ sketch មួយនេះអញ្ចឹងនៅពេលដែលយើងចង់គូបន្ថែមរូបបន្ទប់ពីលើ sketch មួយហ្នឹងផ្ទៃមួយហ្នឹងយើងចុច select វាមកយើង add sketch time បាទយើង add sketch time ហើយយើងចាប់ផ្ដើមគូអញ្ចឹងក្នុងការគូខ្ញុំចាប់ផ្ដើមគូជាមួយនឹងរង្វង់ដើម្បីលើកវាឡើងអញ្ចឹងខ្ញុំគូរង្វង់មួយជាន់ទៀតគឺ20ហើយនឹងរង្វង់ខាងក្រៅមួយទៀតគឺរង្វង់ធំខាងក្រៅប្រហែលរង្វង់ធំខាងក្រៅគឺនេះ40ចុចលើវា40យើងចុចមក40អូខេយើងបានសាច់រង្វង់តមកទៀតវាត្រូវការបន្ទាត់នេះបន្ទាត់4ជ្រុងចេញមកលយដល់មុខនេះដល់មុខកេមនេះអញ្ចឹងវាក៏ប៉ុន្តែវាអត់ទាន់កាត់ប្រឆិត R20 នេះឯងគឺវាត្រូវមកត្រង់សិនអានេះយើងគូសមកត្រង់សិនណាអញ្ចឹងគូសមកត្រង់សិនកម្ពស់វា20ហើយវាត្រូវលយពេញមកនឹងតែម្ដងអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមគូសមុខកាត់របស់វាគឺមុខរបស់វាគឺ10 10អញ្ចឹងខ្ញុំត្រូវគូសអាហ្នឹងលយកាត់10បែបនេះអញ្ចឹងខ្ញុំចាប់ផ្ដើមគូសកាត់10អូសភ្ជាប់មកនេះអូខេអញ្ចឹងក្នុងនេះខ្ញុំចាប់ផ្ដើមគូសបន្ទាត់អូខេឡើងទៅនេះយើងមើលនេះយើងគូសមកចេះក៏បានដែរអ្នកនេះយើងគូសឥឡូវខ្ញុំគូសយើងអាចគូសពីផ្ទៃខាងកណ្ដាលនេះក៏បានភ្ជាប់ខាងនេះក៏បានឡើងទៅលើ5មកក្រោម5យើងអាចគូសកន្លែងនេះក៏បានលើ5មកក្រោម5អូខេស្រេចចិត្តឥឡូវខ្ញុំគូសពីកន្លែងនេះចុះដោយសារយើងដាក់ម៉ៅមកគឺយើងដាក់ម៉ៅមកគឺវា highlight ឲ្យយើងនេះវាដឹងថាយើងប៉ះ
កន្លែងកែងអញ្ចឹងយើងគូសយើងចង់គូសកន្លែងណាក៏បានក្នុងចំណោមសាច់របស់វានេះអូខេដោយសារតែយើងអាចលុបយើងអាចកាត់វាចោលវិញបាននេះអត់បញ្ហាអញ្ចឹងក្នុងនេះខ្ញុំអាចគូសកន្លែងនេះក៏បានដែរនេះខ្ញុំអាចអូខេអញ្ចឹងខ្ញុំនឹងគូសឡើងនេះខ្ញុំកាត់វាតាមក្រោយគូសឡើងទៅលើ5យើងវាយ5មកនេះអូខេហើយគូសមកក្រោម5យើងវាយ5មកអូខេអញ្ចឹងយើងបានបន្ទាត់នេះឃើញទេបន្ទាត់នេះ5យើង select វាយើងដកយើងដាក់ដាច់ក៏បានដែរឃើញ5តោះមកខ្ញុំគូសអូសឲ្យវាកែងគ្នាហើយមកប៉ះនឹងចុងនេះអញ្ចឹងមានន័យថាយើងគូសអូសបាទឃើញទេឡើងទៅលើ5មកក្រោម5អញ្ចឹងមានថាទទឹងរបស់ចតុកោណកែងហ្នឹងគឺ10ឬក៏យើងអាចធ្វើវិធីមួយទៀតបានយើងមិនបាច់គូសបន្ទាត់ទេបែបនេះនៅពេលដែលយើងដឹងថាពីលើទៅពីក្រោមទៅលើគឺ5ហើយមកក្រោម5 10ហើយគឺយើងសឹងតែមិនចាំបាច់គូសបន្ទាត់ខាងក្រោមនេះក៏បានដែរឥឡូវខ្ញុំតេស្តឲ្យមើលមានថាយើងចាប់ចំណុចបានចាប់ជ្រុងយើងចាប់ជ្រុងចតុកោណកែងបានមួយអញ្ចឹងមានថាយើងដឹងស្រាប់ហើយទៅគឺទទឹងរបស់វាគឺ10អញ្ចឹងអូសឲ្យចំអូសឲ្យដល់ចុងនេះចុងចតុកោណកែងនេះមកគឺជាការស្រេចហើយអញ្ចឹងខ្ញុំចាប់ផ្ដើមគូសឲ្យមើលអញ្ចឹងយើងយកចតុកោណកែងមកប៉ុន្តែយើងអត់យកចំណុចកណ្ដាលយើងយកអាកេមអូខេអញ្ចឹងយើងចុចកេមឡើយនេះចំគ្នាហើយអូសឲ្យប៉ុណ្្នឹងមកនេះអញ្ចឹងមានថាមួយនេះដែលត្រូវបញ្ចូលទៅទឹងរបស់វា10 step ប្រវែងបដ ாய் របស់វាគឺ60ត្រូវគ្នាជាមួយនឹងប្រវែងនេះ enter មកបាទអញ្ចឹងយើងបាននេះចតុកោណកែងមួយដែលមានទទឹង10ហើយអូខេហើយយើងអាចលុបវាបានកន្លែងនេះលុបបានលុបមិនយកកត្រៃមកលុបមកនេះឃើញលុបឯងដោយសារតែវាកាត់ជាមួយរង្វង់លុបបានគោលបំណងរបស់យើងចង់គូសចេញពីចំណុចប៉ះនេះទេចំណុចប៉ះនេះទេប៉ុន្តែយើងពិបាកនៅក្នុងការវាស់យក5លើ5ក្រោម5យើងវាស់កន្លែងនេះតែម្ដងអូខេយើងឲ្យលុបវាមកអត់បញ្ហាទេលុបបានអូខេអញ្ចឹងគោលបំណងរបស់យើងចង់បានតែបន្ទាត់ចតុកោណកែងដែលប៉ះជាមួយរង្វង់នេះហើយចេញមកប៉ះជាមួយនឹងគែមខាងក្រៅនេះទេបាទអញ្ចឹងប៉ុណ្ណឹងអញ្ចឹងនៅពេលនេះយើងចាប់ផ្ដើមចាក់កម្ពស់ហើយកម្ពស់វាប៉ុន្មានកម្ពស់វានេះ20មានថាចេញពីបាតមក10បូកជាមួយនឹង20ទៀតទាំងអស់30អញ្ចឹងកម្ពស់របស់រង្វង់ហើយនឹងអាកេមចតុកោណកែងមកដល់ប៉ះបន្ទាត់នេះគឺ20អញ្ចឹងយើងចាក់នឹង20អញ្ចឹងយើងចុចនៅលើរង្វង់ហើយនឹងចុច control ឲ្យជាប់ឃើញវា highlight ហ៎បាទអញ្ចឹងយើងចាក់ finish តមកយើងយក extrude តមកយើងវាយ20មកបាទយើងនឹងបានរូបរាងបែបនេះគេនេះរង្វង់ឡើងមកលើបន្តជាមួយនឹងអាចតុកោណកែងដែលយើងគូមិញអូខេគឺមានរូបរាងបែបនេះអញ្ចឹងដូចប្រហែលភាគរយហ៎បាទអញ្ចឹងយើងបានរូបរង្វង់ឡើងមកលើនេះហើយនឹងបន្ទាត់នឹងចតុកោណកែងដែលយើងគូបន្តនេះគឺបានយកអត់បញ្ឆិតវាអ្នកគ្នាអត់បញ្ឆិតទុកចោលសិនតមកទៀតយើងអាចធ្វើរុនខាងក្នុងមានន័យថារុនខាងក្នុងវាមិនយើងមើលពីលើយើងអត់ដឹងថាជម្រៅចុះទៅក្រោមប្រមាណទេយើងដឹងថាសាច់រង្វង់របស់វារង្វង់ខាងក្នុងគឺ30ចុះទៅក្រោមមានថារង្វង់ខាងក្នុងវា20បូកជាមួយនឹងរង្វង់ខាងក្រៅ30ដែលត្រូវស្រុតចុះទៅក្រោមតែស្រុតចុះទៅក្រោមនឹងប្រមាណຂະຫນាតវាប្រមាណគឺយើងអត់ដឹងទេដោយសារយើងមើលពីលើអញ្ចឹងគេត្រូវមើលមួយទៀតគេត្រូវមើលអារូបដែលគេពុះយើងឃើញអក្សរ A និង A អញ្ចឹងគេធ្វើគេពុះវាមានថាគេពុះវាជា2មកគេមើលផ្ទៃខាងស្ដាំនៃការពុះនឹងយើងឃើញសាច់ពណ៌លឿងនេះគឺជារុនរង្វង់ហើយអាសាច់ក្រហមនេះគឺសាច់ដែលគេពុះអូខេអញ្ចឹងយើងមើលរុនខាងក្នុងនេះ20អារុនខាងក្រៅ30អញ្ចឹងយើងមើលនេះ30នេះដែលវាត្រូវចុះទៅក្រោមអញ្ចឹងចុះទៅក្រោមជម្រៅបាន5អូខេចុះទៅក្រោមជម្រៅ5អញ្ចឹងយើងត្រូវគូសរង្វង់ដែលសាច់ពណ៌រៀងអានេះដឹងពណ៌ឲ្យគេពណ៌រៀងកម្មៅបៃតងកម្មៅនេះដែលរុនខាងក្នុងរង្វង់ខាងក្នុង20រង្វង់ខាងក្រៅ30ហើយជម្រៅចុះទៅក្រោមនេះជម្រៅនេះអាពណ៌នេះពណ៌យ៉ាងទឹកសមុទ្រនេះអញ្ចឹងជម្រៅវាប្រមាណជម្រៅចុះទៅក្រោមគឺ5នេះឃើញគេដាក់ជម្រៅចុះទៅក្រោម5អញ្ចឹងខ្ញុំត្រូវគូររង្វង់នឹងដាក់ជម្រៅចុះទៅក្រោម5អូខេអញ្ចឹងយើងត្រូវដឹងថាអាហ្នឹងសាច់ខាងក្នុង20សាច់ខាងក្រៅ30
ចឹងខ្ញុំត្រូវគូសរង្វង់ពីលើនឹងទៀតនេះ20 30អញ្ចឹងខ្ញុំបន្ទប់ពីលើនេះខ្ញុំចាប់ផ្ដើមគូស sketch ថ្មី sketch ថ្មីគឺយើងចង់គូសបន្ទប់ពីលើរូបហ្នឹងគឺផ្ទៃហ្នឹងគឺយើងចុច highlight វាមកខ្ញុំបញ្ជាក់ថាបើចង់គូសបន្ទប់ពីលើផ្ទៃខាងណាគឺយើងចុច select highlight ខាងហ្នឹងឃើញទេអញ្ចឹងយើងចង់បន្ទប់ពីលើផ្ទៃនេះចុច highlight ផ្ទៃហ្នឹងមកអូខេផ្ទៃហ្នឹងមកអញ្ចឹងខ្ញុំបន្ទប់ពីលើហ្នឹងខ្ញុំចាប់ផ្ដើមបង្កើត sketch ថ្មីខ្ញុំ select នៅលើវា select លើរូបហ្នឹងខ្ញុំ add sketch ឬក៏ create sketch ថ្មីអូខេតមកខ្ញុំចាប់ផ្ដើមគូសនៅលើនឹងមួយទៀតតមកខ្ញុំចាប់ផ្ដើមគូសរង្វង់ខាងក្នុង20ខាងក្រៅ30នេះខាងក្នុង20ខាងក្រៅ30អញ្ចឹងអាសាច់ពណ៌ទឹកសមុទ្រនេះដើម្បីសរុបចុះទៅក្រោមអញ្ចឹងខាងក្រៅ30គូសរង្វង់មួយទៀត30អូខេអញ្ចឹងខ្ញុំបានផ្ទៃរង្វង់មួយនេះពណ៌ទឹកសមុទ្រដែលខ្ញុំចង់សម្រុតវាចុះទៅក្រោមអញ្ចឹងជម្រៅរបស់វាប៉ុន្មានជម្រៅរបស់វាគឺ5នេះជម្រៅរបស់វាដែលត្រូវសរុបចុះទៅក្រោមគឺ5អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមចាក់កម្រាស់វា finish មកអញ្ចឹងនៅក្នុងការដាក់សម្រុតចុះក្រោមគឺយើងត្រូវប្រើសញ្ញាអវិជ្ជមានអញ្ចឹងខ្ញុំចាក់កម្ពស់យើងយក extrude កន្លែងនេះយើងត្រូវមើលឡើងនេះតើជា new body ឬក៏ជា join ឬក៏ជា cut ត្រូវចាំថានៅពេលដែលយើងចង់កាត់សាច់វាចេញចង់កាត់សាច់វាចេញគឺយើងត្រូវប្រើ cut អូខេប្រើ cut កន្លែងនេះយក cut ហើយជម្រៅរបស់វាគឺយើងយកអវិជ្ជមានដក5គេនេះឃើញចូលជ្រៅហ្នឹងនេះគេឃើញយើងបានផ្ទៃចូលទៅក្រោមគេនេះគេនេះគេនេះរុនខាងក្នុង20ខាងក្រៅ30គេនេះ30នេះ diameter របស់វានៅនេះ30 mm អាខាងក្នុង20អូខេអញ្ចឹងយើងបានរូបរាងឲ្យគេនេះរូបរាងដូចហ្នឹងបាទអញ្ចឹងយើងមើលមកទៀតអាខាងក្នុងនេះយើងគូបានហើយរួចរាល់ហើយទៅអាកេមនេះហើយនឹងរុននេះហើយនឹងកេមជុំវិញគឺជាការស្រេចហើយអញ្ចឹងយើងមើលកេមជុំវិញកន្លែងនេះគឺយើងដាក់កេមនេះគឺ R វា20មានថា R 20អញ្ចឹងកន្លែងហ្នឹងខ្ញុំធ្វើការជ្រីយកកេមរបស់វាគឺ R 20អញ្ចឹងក្នុងហ្នឹងខ្ញុំប្រើដើម្បីអាចជ្រីយកកេមវាបានខ្ញុំចុចកន្លែងនេះចុចឡើងជ្រុងវាដែលយើងចង់ជ្រីកេមវាហ្នឹងខ្ញុំចុច highlight ឲ្យត្រូវមកនេះឃើញទេ highlight ត្រូវមក highlight វាត្រូវយើងចង់កេមវានេះយើងយក fillet ដើម្បីជ្រីកេមរបស់វាអញ្ចឹងយើងមើលកាមរបស់វាមែន20អញ្ចឹងយើងវាយ20មក20អូខេ enter មកយើងបានរូបហើយឃើញទេលយបាទអូខេអញ្ចឹងយើងហើយពីលើហើយប៉ុណ្ណឹងយើងហើយពីលើហើយយើងនៅគេនៅចោះរុន2សងខាងនេះហើយនឹងធ្វើកេមវា4ជ្រុងជុំវិញនេះអញ្ចឹងយើងមើលនៅកន្លែងនេះចោះរុនគឺចេញពីផ្ចិតរបស់វាយើងមើលចេញពីផ្ចិតរង្វង់ដែលជាគោលរបស់យើងមកផ្នែកខាងស្ដាំចម្ងាយមកនេះយើងមើល line section line ដែលនេះគឺ55គេនេះ55អញ្ចឹងចេញពីអានឹងមក55មកគឺបានរង្វង់តោះនេះ55បានរង្វង់ក៏ប៉ុន្តែយើងដឹងថាចេញពី55ហ្នឹងយើងឡើងទៅលើប្រមាណចុះក្រោមប្រមាណយើងអត់ដឹងទេអញ្ចឹងយើងមើលប្រវែងពីផ្ចិតរង្វង់របស់អាទូចនឹងមួយឡើងទៅលើនេះចម្ងាយវាប៉ុន្មានចម្ងាយវាគឺ20នេះឃើញ20ហ៎ឃើញ20អត់អញ្ចឹង20មានន័យថាពាក់កណ្ដាលវា10អញ្ចឹងមានថាចេញពីខាងក្រោមឡើងទៅលើ10មកក្រោម10អញ្ចឹងមានថាចេញពីផ្ចិតរង្វង់តែជាគោលរបស់យើងនេះមកដល់ចំណុច55ឡើងទៅលើ10មកក្រោម10មើលតើណាបាទអញ្ចឹងយើងចាប់ផ្ដើមគូសទៀតអញ្ចឹងក្នុងនេះយើងអាចប្រើប្រាស់ sketch ដើមរបស់យើងដើម្បីយកមកគូសបាន sketch ដើមរបស់យើងគឺ sketch ដំបូងបំផុតដែលយើងចាក់កម្រាស់នេះអញ្ចឹង sketch ដើមរបស់វាយើងចុច highlight ចុចនៅលើវាមកវានឹង highlight sketch ដើមរបស់យើងអញ្ចឹងយើងចូលទៅ sketch ដើមហ្នឹងក៏បានដែរកន្លែងហ្នឹងក៏ពិតយើងត្រូវគូសវាតាំងពីដើមមកក៏បានដែរអញ្ចឹងខ្ញុំចូលទៅ edit sketch មួយហ្នឹង edit sketch នេះ sketch ដើមរបស់យើងអាចគូសបានដែរអូអានេះពវល់ខ្ញុំមើលពី top នេះបែបនេះអញ្ចឹងខ្ញុំអាចគូសចេញពីអង្កត់ផ្ចិតរង្វង់កដាលនេះរហូតមកដល់
កន្លែងរង្វង់នេះប្រកបចិត្តកដាលនេះរហូតមកដល់កន្លែងរង្វង់ផ្ចិតទាំងពីរនេះគឺចម្ងាយ55ចម្ងាយ55ហើយឡើងទៅលើ10មកក្រោម10អូខេអញ្ចឹងខ្ញុំគូសបន្ទាត់មួយចេញពីរង្វង់នេះមក55ខ្ញុំវាយ55កន្លែងនេះបាទអញ្ចឹងកន្លែងនេះ55នេះចំណុចនេះបាទអញ្ចឹងខ្ញុំគូសឡើងទៅលើ10មកក្រោម10ទៅលើ10នេះបានផ្ចិតមួយបាទអញ្ចឹងក្នុងនេះខ្ញុំគូសយកតែម្ដងដោយសារតែយើងអាចធ្វើបន្ទាត់ឆ្លោះបានយើងគូសរង្វង់នឹងតែមួយទៅយើងអាចធ្វើវាឆ្លោះមកក្រោមវិញបានដោយមិនបាច់គូសមួយទៀតទេអញ្ចឹងយើងមើលរង្វង់នឹងរុនវាប៉ុន្មានរុនវាគឺ2មានថារង្វង់2ប្រហោងរុន2គុណជាមួយនឹងកត់ផ្ចិត5អញ្ចឹងកត់ផ្ចិត5យើងត្រូវគូសមក D វា5យើងគូសរង្វង់មក D 5 y លេខ5មកអូខេអញ្ចឹងខ្ញុំបានរង្វង់មួយដែលមានកត់75ហើយខ្ញុំចង់គូសមកក្រោមមួយទៀតខ្ញុំមិនបាច់អូសអានេះមកក្រោម10ហើយគូសរង្វង់ទៀតហើយខ្ញុំប្រើ method មួយគឺវិធីសាស្ត្រមួយគឺបន្ទាត់ឆ្លោះអញ្ចឹង mirror យើងចុចនៅលើ mirror មកតមកយើង select ទៅរកបន្ទាត់ឆ្លោះនេះ select mirror line select មកយើង select អាឆ្លោះនេះកដាលនេះប៉ុបឃើញធ្លាក់មកក្រោមទេបាទអូខេមកអញ្ចឹងខ្ញុំបានរង្វង់2នេះរង្វង់ខាងលើមួយខាងក្រោមមួយអញ្ចឹងក្នុងហ្នឹងគឺក្នុងរង្វង់ហ្នឹងគឺខ្ញុំអាចfinish វាមកប៉ុន្តែក្នុងករណីដែល extrude finish មកអត់ឃើញរុនទេដោយសារតែកន្លែងហ្នឹងគឺយើង extrude យើងឡើងកម្រាស់វាគឺយើងអត់បានយើងវានៅជាប់អារុនទាំងពីរហ្នឹងអញ្ចឹងខ្ញុំចាប់ផ្ដើមទៅចុចលើនឹងឡើងម្ដងទៀតខ្ញុំទៅកែនៅក្នុងកម្រាស់ extrude នៅក្នុង sketch ទី1នេះអា highlight នេះឃើញ highlight នៅក្រោមហ្នឹងអញ្ចឹងយើងចុចលើវា edit feature មកយើងដក select វាចោលតែចាំថាបើយើងអត់ដកទេវានៅជាប់អូខេដក select មកទាំងពីរហ្នឹងគឺខ្លាយជារុនអញ្ចឹង enter មកបបបានរុននេះគេនេះជាការស្រេចយើងចង់គូសថ្មីក៏បានដែរឡើយហ្នឹងយើងគូសថ្មីហើយយើងដកកម្រាស់វាទៅបានដែរតែយើងអត់ចង់គូសថ្មីខ្ញុំប្រើប្រាស់ sketch ចាស់ដើម្បីឲ្យគ្នាយើងបានឃើញថា sketch ចាស់យើងអាចកែបានណាអូខេអញ្ចឹងកន្លែងនេះរូបរាងរបស់វាសឹងតែហើយ 90% នៅសល់ game 4ជ្រុងវាgame 4ជ្រុងនេះជុំវិញនេះហើយនឹង game នេះអញ្ចឹង game កន្លែងហ្នឹងគឺយើងអាចប្រើរូបរាង sketch ថ្មីក៏បានយើងយកអា sketch ចាស់បើយើងដដែលមិញក៏បានដែរអញ្ចឹងណាបាទអញ្ចឹងក្នុងនេះខ្ញុំអាចប្រើប្រាស់នៅនេះយើងមើលរង្វង់របស់វាគឺ25អារង្វង់ខាងក្រៅ25អញ្ចឹងខ្ញុំអាចប្រើប្រាស់A25ហើយអាកន្លែងនេះគឺ15អញ្ចឹងអាខាងកន្លែងរង្វង់គុលរង្វង់ធំនេះ25អាគេមួយនេះគឺ15អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមសេរីរៀងវាមិនអញ្ចឹងរៀងកន្លែងនេះខ្ញុំចង់ចាប់កន្លែងនេះគឺ15ចាប់ជ្រុងនេះ15អញ្ចឹងអ្នកឲ្យ select វាមក select ឲ្យត្រូវគេមកវា select ខុសគឺខុសណាបាទ select គេមកវាតមកទៀត select នេះមួយទៀតដើម្បីចុចឲ្យជាប់គឺចុច control មក select មកបាទអញ្ចឹងយើងយកធ្វើជ្រុងវាយើងយក fillet ដដែលនេះ fillet នេះអញ្ចឹងតម្លៃរបស់វាបាន15បាយ15មកបាទយើងបានឃើញនេះ15នេះ15អូខេ15តមកទៀតអាគេមឡើយនេះអាកន្លែងនេះហ្មងយើងមករូបឲ្យច្បាស់25អូខេ25អញ្ចឹងយើងធ្វើដូចដដែលមក select គេមកវា select គេមចុច control ឲ្យជាប់បាន select បានតែម្ដងទាំងពីរហើយយើងយកដដែល fillet 25វាយ25មកបបអូខេ enter មកហើយបាត់ហើយដូចបាន%100%អូខេនេះអូខេអញ្ចឹងរូបរាងនេះគឺយើងបាន finish វាហើយគឺបែបនេះអូខេយើងអាចចូលទៅ render មើលរូបរាងថ្មីអូខេបាទអូខេអញ្ចឹងដូចបាន%ដូចបាន%អីបើយើងគូនៅក្នុង drawing តាមរយៈបច្ចេកទេសយើងមានຂະຫນាត់ត្រឹមត្រូវគឺដូច100%ហ្នឹងឯង
បាទ 100%អូខេមក design វិញមកនេះដូច 100% ហើយអត់មានខុសនៅក្នុងនេះយើងអាចបដូរ material បានអ្នកគ្នា body របស់វាយើងអាចបដូរ material យើងចង់ដាក់ material អីគេរកដល់មកស្ដាំមកយើងចង់ដូរ material របស់វាយើងចង់ដាក់ឈើដាក់ដែកធ្វើពីដែកធ្វើពីជ័រធ្វើពីឈើអីយើង select body របស់វាមកស្ដាំ physical material យើងយក physical material មកយើងវាយពាក្យឧទាហរណ៍យើងចង់បានឈើយើងដាក់ wood មកនេះឈើយើងទាញតម្លាក់មកអូខេបានឈើនេះគេនេះយើងចង់បានរូបរាងឈើរាងស select តម្លាក់មកបាទចា៎ហ្នឹងគឺរបៀបក្នុងការធ្វើការផ្លាស់ប្ដូរ material របស់វាយើងចង់បានដែក steel អូខេនេះជាដែកអីហ្នឹងអូខេចា៎ហ្នឹងគ្រាន់តែជាការលេង style ទេអ្នកគ្នាអាចធ្វើពេលក្រោយបានអូខេចឹងវីដេអូយើងដូចជាចប់ប៉ុណ្្នឹងអ្នកគ្នាមានកន្លែងណាមួយទៀតចង់សួរអាចសួរបានណាសម្រាប់ចម្ងល់ក្នុងការគូវាសម្រាប់រូបភាពក្នុង exercise នេះចឹងកុំឲ្យវីដេអូយូរពេកខ្ញុំបញ្ចប់ប៉ុណ្្នឹងបាទអរគុណច្រើនបាទ